នេះខាងបងសិតតែក្រមុំតាមម្ដងណានេះ selfie បងប្អូនស្អាតស្អាតមែនទែនចង់និយាយថាថ្ងៃនេះខ្ញុំមករកបាត់ថ្ងៃបង្ហាញបងប្អូនហើយបញ្ចប់ជុំចង់និយាយថាអត់បានធ្វើវីដេអូទេព្រោះរៀបចំអត់តាន់ណាបងឡើយរវល់ពេកឥឡូវតនេឆ្លៀតធ្វើវីដេអូហើយហ្នឹងណាបងព្រោះពេលហ្នឹងវារវល់ពេកខែបានជុំហ្នឹងបងឥឡូវយើងនេះសិតតែកំងមកណាដែលមកខំប៉ាំងតែម្ដងបងចង់និយាយថានេះគឺវត្តបាត់រំដួលបងប្អូនមិនបងប្អូនណាស្គាល់វត្តបាត់រំដួលទេណានេះវត្តបាត់រំដួលខេត្តពោធិ៍សាត់ហ្នឹងបងប្អូនខេត្តពោធិ៍សាត់ហើយគាត់ស្គាល់ហ្នឹងសម្បូរមុំស្អាតស្អាតណាបងប្អូនណាស្អាតស្អាតតែម្ដងថ្ងៃនេះថ្ងៃនេះគឺជាថ្ងៃរាប់បាត់ចុងក្រោយហើយបងប្អូននេះខ្ញុំថតទស្សនវិជ្ជាពីចម្ងាយមកទេណាគឺមនុស្សច្រើនមែនបងប្អូនអើយតាំងពីនោះមកនោះតាំងពីនោះមករហូតដល់នេះរហូតដល់វត្តទៅនោះទៀតចង់និយាយថាមនុស្សរាប់រយណាបងប្អូនមនុស្សច្រើនយកតែមែនទេហើយលោកក៏មានច្រើនអង្គណាបងប្អូនហើយមិនមានតាពីរអង្គទេលោកច្រើនអង្គចឹងមនុស្សក៏ច្រើនណាបងប្អូនព្រោះថ្ងៃនេះជាថ្ងៃបង្ហាញទៅហើយថ្ងៃបញ្ចប់នៃវគ្គពិធីបន់ភ្ជុំបិណ្ឌហ្នឹងហើយតែចឹងក៏មកយើងនាំគ្នាមករកបានបងប្អូនធ្វើបន់ណានេះលោកមិនមកចដាល់ហើយបងប្អូនហើយតែខ្ញុំក៏ទាញកាមេរ៉ាថតពីទស្សនវិជ្ជាឲ្យបងប្អូនមើលថាមនុស្សពិតជាច្រើនមែនអត់បានកុហកទេណាប៉ុន្តែថ្ងៃក៏បើកក្តៅដល់បងប្អូនអើយមិនជាក់ទេគ្រាន់តែបើកភ្នែកឡើងថ្ងៃក្តៅតែម្ដងណាអត់មានជាក់ទេចំណាលអមមានដើមឈើណាបងប្អូនដើមឈើធំអានេះថាក្តៅឲ្យចាំលប់សិនហើយមកលោកមុនមកដាក់ក្នុងកបាតដែរចឹងណាបងប្អូនហើយចឹងថាសម្រាប់ចិត្តនាំគ្នាដូរទីតាំងបងប្អូនហើយណាអ្នកឆ្លងហូរយកទៅខ្ញុំទាំងអីណាឆ្លងហូរយកដូចគ្នាក្តៅហ្នឹងហើយបានបិណ្ឌបន្តិចទេណាបើខំឈរហាលថ្ងៃហាលអីផងណាបានបិណ្ឌនឹងច្រើនហ្នឹងតែគាត់ក៏នាំគ្នាថាតើយើងទៅនោះវិញណាទៅនោះអាចបញ្ជាក់ចឹងហ្នឹងចឹងក៏នាំគ្នាប្រមូលគ្នានឹងបងប្អូនហើយព្រោះឈរចាំដាក់បានយូរដែរបងប្អូនហើយនៅឆ្ងាយទៀតមិនចិត្តបងប្អូនហើយមិនចិត្តទេនៅឆ្ងាយទៀតអញ្ចឹងក៏នាំគ្នាសម្រាប់មេស័យមកដាក់បាតខាងនេះម្ដងព្រោះក្តៅពេកហ្នឹងណាចឹងក៏ដូរមកខាងនេះម្ដងដាក់ខាងនេះក៏បានបងប្អូនហើយដល់ខាងនេះរៀងមកលប់ចឹងខាងហ្នឹងចឹងណាឥឡូវលោកមុនមកដល់ចិត្តខ្ញុំហើយចឹងខ្ញុំដល់ខ្ញុំហើយចឹងខ្ញុំសូមបិទកាមេរ៉ាសិនបងប្អូនហើយដើម្បីយើងរកបានសិនហើយចាំយើងថតបន្តទៀតនេះគឺយើងដាក់បាត់ហើយបងប្អូនហើយចឹងខ្ញុំក៏ទាញថតម្ដងទៀតក៏ពេលហ្នឹងយើងឡើងតែរកបាត់ហើយយើងមានដៃថតអញ្ចឹងនេះរៀបរាប់ចាប់ហើយបងប្អូនហើយចឹងពេលដែលយើងចាប់នាំគ្នាថតទុកជាអនុស្សាវរីយ៍បងប្អូនអរតែឆ្នាំនេះសប្បាយមែនឆ្នាំតែមិញក៏សប្បាយឆ្នាំក៏សប្បាយមែនបងប្អូនគឺមនុស្សចង់ទៅធ្វើវិច្រើនមែនតើជន់ជើងគ្នាតែម្ដងខាងភូមិនេះវត្តនេះគឺមនុស្សច្រើនបងប្អូនឲ្យតែរៀបឲ្យយើងថ្ងៃបញ្ចប់ហើយរាប់បាតចឹងណាចឹងតែមនុស្សច្រើនតែម្ដងណាមិនមែនទេបងប្អូនមើលណាតាយាយមកធ្វើបន់ច្រើនមែនតើនេះយើងពេលយើងមិនបញ្ចប់ណាយើងក៏ចាប់បានថត selfie ណារាប់បាតហើយណាសិតតែកំងបងប្អូនស្អាតអត់ប៉ុណ្ណឹងមកខេត្តពោធិ៍សាត់